ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាំអារម្មណ៍បងប្អូនមកទស្សនាមើលមុខម្ហូបថ្មីទៀតហើយបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបឈ្មោះថាទាពងក្នុងសម្បុកបងប្អូនឆ្លើយឈ្មោះនេះក៏ដឹងតែប្លែកដែរមែនអត់បងប្អូនតោះយើងទៅមើលរបៀបធ្វើទាំងអស់គ្នាបងប្អូនយើងមានតែសក់មួយផ្លែនិងការ៉ុតមួយផ្លែបងប្អូនហើយយើងឈូសវាឲ្យបានសរសៃចឹងទាំងអស់មកហើយមុខម្ហូបនេះសម្រាប់បងប្អូនដែលមានពងទានៅផ្ទះហើយមិនដឹងធ្វើអីធ្លាប់តែចៀនឬស្ងោរអីឥឡូវបដូរមកធ្វើអញ្ចេះម្ដងបងប្អូនធានាមកប្លែកហើយឆ្ងាញ់ធានាកូនចៅបងប្អូននឹងប្តីអីធានាមកជាប់ចិត្តបងប្អូនព្រោះប្លែកម្ហូបយើងអស់លុយតិចហើយប្លែកទៀតបងប្អូនហើយគ្រឿងវាផ្សំមានតិចតួចបងប្អូនមានស្ករប៊ីចេងបន្តិចមកសាវស៊ុបបន្តិចមកហើយនឹងយើងបន្ថែមម្សៅបំពងបន្តិចដើម្បីឲ្យវាស្អិតណាបងប្អូនយើងដាក់តែល្មមបានហើយម្សៅបំពងដើម្បីឲ្យវាស្អិតជាមួយនឹងបន្លែយើងហើយយើងច្រឡូកវាឲ្យសព្វយ៉ាងមកហើយចាំយើងបន្ថែមនឹងពងទាមួយគ្រាប់បងប្អូនពងទាមួយគ្រាប់យើងវឹកវាឲ្យវាសព្វចឹងមកដើម្បីយើងយកទៅវឹកជាមួយបន្លែហ្នឹងឲ្យវាចូលជាតិឈ្ងុយហើយនឹងវាស្អិតផងហ្នឹងបងប្អូនតោះយើងវឹកវាបានប៉ុណ្ណឹងហើយទុកវាមួយដលៃសិនយើងទៅបើកភ្លើងដាក់ខ្ទះឲ្យក្តៅមកដើម្បីយើងរៀបចំចៀនវាបងប្អូនយើងចាប់ដើមចៀនវារៀបចំហើយអានេះយើងឲ្យវាមានចន្លោះកណ្ដាលបងប្អូនដើម្បីឲ្យយើងគោះពងទាឬពងមាន់ក៏បានដែរបងប្អូនឲ្យបងប្អូនមានតែផ្ទះគោះវាដាក់ពីលើចឹងមកទី1ឲ្យវាមានសោភ័ណភាពទី2ធ្វើអញ្ចឹងវាប្លែកផងបងប្អូនតោះឆ្អិនហើយតោះទៅមើលសកម្មភាពយើងកាត់នៅលើជ្រុញទាំងអស់គ្នាបងប្អូនថាវាមានសភាពបែបម៉េចអូអែមបងប្អូននៅ50%នេះអែមណាអ្នកចូលចិត្តហូបមិនដឹងថាឆ្ងាញ់ប៉ុណ្ណាបងប្អូនអស់លុយតិចពងទាតែ3គ្រាប់បន្លែមួយមុខមួយផ្លែយើងធ្វើបានម្ហូបមួយចានដែលស្រស់ស្អាតហើយទំនងទៀតបងប្អូនហើយយើងកុំភ្លេចបន្ថែមនឹងម្រេចនិងទឹកស៊ីអ៊ីវបងទឹកស៊ីអ៊ីវយើងដាក់វាមកតាមចំណូលចិត្តយើងមកហើយបងប្អូនខ្លះមានទឹកម្ទេសឬទឹកប៉េងប៉ោះដាក់បន្ថែមរឹតតែឆ្ងាញ់ទៀតបងប្អូនបាទអរគុណច្រើន